សួស្តីបងប្អូនពូមីងទាំងអស់គ្នាបាទជាទីស្រឡាញ់បាទរាល់ថ្ងៃនេះបាទចេះតែធ្វើឲ្យខ្លួនរវល់បាទរហូតបាទឆ្លៀតពេលដាំបន្លែខ្លះបាទចិញ្ចឹមមាន់ខ្លះបាទទាខ្លះបាទហើយប្រភេទមាន់ទានេះគឺខ្ញុំចិញ្ចឹមចម្រុះតែម្ដងពុកម៉ែបងប្អូនបាទមានមាន់មានទាបាទមានកងានបាទហើយមានប្រភេទមាន់បាទមាន់ស្រែរបស់យើងបាទមាន់យើងបាទកាប់ស៊ីធម្មតាក៏មានបាទប្រភេទមាន់សលៃបាទមាន់សលៃបាទថាមាន់ខ្មៅមាន់សលៃក៏មានដែរបាទហើយមានប្រភេទមាន់ពូជបាទនេះមាន់ពូជបាទកូនមាន់ពូជក៏មានដែរបាទមាន់ពូជយើងបង្កាត់ពូជជុលណាបាទពូជជុលហើយប្រភេទទាវិញយើងមានប្រភេទទាកប៉ាបាទទាកប៉ាឥឡូវនឹងញាស់បានច្រើនណាស់ពីសបុកបាទហើយនេះគឺជាពូជមាន់ជុលបាទពូជមាន់ជុលដែលខ្ញុំបង្កាត់កូនខ្លួនឯងបាទហើយបើសិនជាបងប្អូនពូមីងបាទតើការមាន់ធ្វើម្ហូបមាន់ជុលឬមួយបន្លែឬមួយកទាកប៉ាអីបាទអាចតំណមកខ្ញុំបានបាទព្រោះខ្ញុំមានបាទហើយរាល់ថ្ងៃហ្នឹងចេះតែធ្វើឲ្យខ្លួនរវល់ទៅក្រោយពីតនេពីការងារបាទព្រោះយើងមនុស្សយើងគ្រប់គ្នាយើងមិនអាចឲ្យខ្លួនយើងតនេពេកទេកាលណាទៅច្រើនក៏មានប្រយោជន៍ច្រើនដែរបាទអរគុណ